សង្គ្រាមពាណិជ្ជកម្មអាមេរិកកាណាដាកាន់តែតានតឹងខណៈវ៉ាស៊ីនតោនពិចារណាដាក់ទណ្ឌកម្មពាណិជ្ជកម្មបន្ថែមសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកាណាដាកំពុងកើនឡើងមួយកម្រិតទៀតបន្ទាប់ពីរាជរដ្ឋាភិបាលកាណាដាប្រកាសដាក់ពន្ធសងលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកក្នុងទំហំប្រមាណ$20,000 លានដើម្បីឆ្លើយតបទៅនឹងពន្ធថ្មីរបស់ប្រធានាធិបតីដូណាល់ត្រាំនាយករដ្ឋមន្ត្រីកាណាដាលោកម៉ាក់ខានីបានប្រកាសគោលនយោបាយ$4 មានន័យថាកាណាដានឹងឆ្លើយតបតាមតម្លៃនិងអត្រាពន្ធដែលសហរដ្ឋអាមេរិកបានដាក់លើទំនិញកាណាដាវិធានការនេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី8 ខែកញ្ញាឆ្នាំ2026តាមរដ្ឋាភិបាលកាណាដាពន្ធសងវិញនឹងមានអត្រា 15%, 25% និង 50% ទៅលើផលិតផលប្រមាណ700មុខដោយផ្ដោតលើវិស័យដូចជាដែកថែបអាលុយមីញ៉ូមផលិតផលទឹកដោះគោគ្រឿងប្រើប្រាស់ក្នុងផ្ទះឧបករណ៍កសិកម្មក្រដាសនិងផលិតផលអេឡិចត្រូនិកការឆ្លើយតបរបស់អូតាវ៉ាកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធ 50% លើទំនិញកាណាដាមួយចំនួនដែលមានតម្លៃប្រមាណ$20,000 លានវិធានការរបស់អាមេរិកបានចូលជាធរមានកាលពីថ្ងៃទី22 ខែសីហាបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបរាជ័យប៉ុន្តែការឆ្លើយតបរបស់កាណាដាកំពុងបង្កើនសម្ពាធឲ្យសេតវិមានពិចារណាវិធានការថ្មីមន្ត្រីសេតវិមានម្នាក់បានប្រាប់ Bloomberg ថារដ្ឋបាលត្រាំកំពុងពិចារណាការដំឡើងពន្ធបន្ថែមនិងវិធានការពាណិជ្ជកម្មផ្សេងទៀតដើម្បីឆ្លើយតបនឹងការសងសឹករបស់កាណាដាលោកត្រាំក៏បានគម្រាមរួចហើយថាពន្ធលើរថយន្តដឹកទំនិញគ្រឿងបន្លាស់រថយន្តនិងដែកថែបពីកាណាដាអាចត្រូវបានបង្កើនទៅដល់ 50% ចាប់ពីថ្ងៃទី1 ខែមករាឆ្នាំ2027លោកខានីបាននិយាយថាកាណាដាមិនចង់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្មទេប៉ុន្តែរាជរដ្ឋាភិបាលត្រូវការពារកម្មករកសិករអាជីវកម្មនិងឧស្សាហកម្មសំខាន់របស់ខ្លួនរាជរដ្ឋាភិបាលកាណាដាក៏បានប្រកាសកញ្ចប់ជំនួយប្រមាណ$7.5 លានកាណាដាដើម្បីជួយអាជីវកម្មនិងកម្មករដែលរងផលប៉ះពាល់ពីពន្ធអាមេរិកសម្រាប់សហរដ្ឋអាមេរិកនិងកាណាដាការកើនឡើងនៃពន្ធអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់និងមានការភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាពិសេសវិស័យរថយន្តកសិកម្មថាមពលនិងឧស្សាហកម្មផលិតកម្មនៅទីបំផុតការកើនឡើងនៃពន្ធនាំចូលអាចបញ្ជូនទៅជាការកើនថ្លៃទំនិញសម្រាប់អ្នកប្រើប្រាស់នៅប្រទេសទាំងពីរស្ថានភាពនេះកំពុងធ្វើឲ្យទំនាក់ទំនងរវាងមិត្តជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិកខាងជើងឈានទៅរកភាពតានតឹងមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំសំណួរធំសម្រាប់ទីផ្សារនាពេលនេះគឺថាតើវ៉ាស៊ីនតោននិងអូតាវ៉ានឹងអាចត្រឡប់ទៅកាន់តុចរចាឬសង្គ្រាមពន្ធលើពន្ធនិងបន្តកើនឡើងរហូតប៉ះពាល់ដល់សេដ្ឋកិច្ចនិងអ្នកប្រើប្រាស់នៅទ្វីបអាមេរិកខាងជើងទាំងមូលរាយការណ៍ដោយនាងខ្ញុំដនស្រីមុំពីក្រុងកម្ពុជា News